ជាមួយអៀកំស្រេងជាដំបូងសូមជម្រាបសួរបងប្អូនយើងរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំចង់លើកពីបដិបត្តិរវាងពីបញ្ហាសង្គមជាតិខ្មែរយើងដែលជួបវិនិច្ឆ័យកម្មអីខ្លះហើយបណ្ដាលមកពីអីខ្លះឥឡូវខ្ញុំបានយកពីចំណុចមួយយួនហែកដីចិនហែករ៉ែខ្មែរយើងរងគ្រោះដោយសារស្ដេចហើយសោយសុខអ្វីទៅហៅថាយួនហែកដីយួនបានហែកដីខ្មែរយើងចាប់ផ្ដើមពីឆ្នាំ1979គឺថ្ងៃ7មករាពេលហ្នឹងយួនចាប់ផ្ដើមហែកដីហើយយកទឹកដីខ្មែរយើងបានទាំងស្រុងហ្នឹងគឺថ្ងៃទី7មករាហើយមកទល់សប្តាហ៍ថ្ងៃហើយល្បិចកលយួននេះគឺសាហាវណាស់មានបងប្អូននៅមួយណាដែលនាំគ្នាចាប់អារម្មណ៍តែឃើញពីអបាយកលយួនទេអ្វីដែលយើងឃើញហ្នឹងយើងនាំគ្នាទម្លាក់កំហុសថាទៅលើតាពលពតគឺជាបនប្រឡាយពូជសាសន៍ទុកឲ្យខ្មែរយើងចាប់អារម្មណ៍តែពីរឿងខ្មែរក្រហមសម្លាប់ខ្មែរបែរជាយួនរួចខ្លួនហើយរយៈពេលថ្មីទៀតយួនបានបង្កើតគេហៅថាតុលាការខ្មែរក្រហមដើម្បីយួនចង់ដោះលាងខ្លួនឯងឲ្យជាឆ្លាស់កុំឲ្យមានការពាក់ព័ន្ធនៅលើបនប្រឡាយពូជសាសន៍ដល់ហើយយកពីរឿងនឹងទាំងអស់ទៅទម្លាក់កំហុសទៅលើខ្មែរក្រហមហើយយួននេះថាមកជួយខ្មែរយើងចំណុចហ្នឹងហើយទៅហៅថាវាជួយមកយកដីខ្មែរយើងហើយយើងអត់ដល់គ្នាចាប់អារម្មណ៍ដែលបង្កើតតុលាការគេហៅថាតុលាការកូនកាត់នោះឬក៏គេហៅតុលាការកូនកាត់ដែលមានតុលាការវិសាមញ្ញដែលយើងដែលរហូតមកទល់សប្តាហ៍ថ្ងៃហេតុអីបានយើងកាត់មិនចេញពីព្រោះអ្នកដែលសម្លាប់ខ្មែរយើងមិនមែនជាពលពតទេអ្នកដែលសម្លាប់ខ្មែរយើងគឺយួនដែលយើងអត់ដល់គ្នាចាប់អារម្មណ៍មកយើងផ្ដោតតែឃើញតែពលពតទៅសម្លាប់ខ្មែរហើយផ្ទុយទៅវិញយើងសុំសួរថាយើងបានថ្ងៃ$23ហ្នឹងបានមកដោយសារអ្នកណាគឺការខំប្រឹងប្រែងប៉ុស្តិ៍ពលពតអស់រយៈពេល11ឆ្នាំជំរុញទៅលើសន្តិសិទ្ធិអន្តរជាតិដើម្បីឲ្យមកជួយកាត់ទុកមកជួយខ្មែរយើងហើយសម័យដែលពលពតហ្នឹងបានទាមទារថ្ងៃ$23.91ទៅបានសិទ្ធិសញ្ញាលទ្ធិប្រជាធិបតេយ្យសេរីពហុបកក៏ដោយសារការរួមចំណែកពីពលពតមួយបំណែកដែរដូច្នេះយើងមិនអាចទៅទម្លាក់កំហុសថាពលពតពិតមែនតែពលពតជាឃាតករសម្លាប់យួនមួយបំណែកតែមិនបានសម្លាប់ខ្មែរទេដូចខ្ញុំបានបញ្ជាក់ពីវគ្គពីរឿងអាស៊ីសេរីពីคลิปមុនហើយទូពលពតសម្លាប់សម្ព័ន្ធខ្មែរជាមិញមានសម្លាប់ខ្មែរតែខ្មែរចារកិច្ចយួនអានឹងមានមួយបំណែកធំនៅក្នុងសម័យពលពតហើយនឹងជនជាតិយួនមួយចំនួនដែលបានមករស់នៅក្នុងសម័យខ្មែរក្រហមហ្នឹងអានឹងពលពតបានសម្លាប់ពួកនឹងមែនតែផ្ទុយទៅវិញយួនក៏បានសម្លាប់ខ្មែរធ្ងន់ធ្ងរណាស់រហូតដល់អស់2លានជាងបណ្ដាលមកពីអ្នកណាដែលគេហៅថាយួនសម្លាប់ខ្មែរនឹងហើយជាក្រុមហ៊ុនសែននោះដែលជាគេហៅថាសម្ព័ន្ធខ្មែរជាមិញហ្នឹងដែលយួនបញ្ជាមកឲ្យសម្លាប់ខ្មែរតែហើយជាពិសេសអ្នកដែលសម្លាប់ហ្នឹងសិតតែអ្នកចេះទៀតនេះជាគោលដៅយួនដែលហៅឲ្យមកសម្លាប់ខ្មែរហើយវាវាយតែ7ថ្ងៃទេវាយបានទឹកដីខ្មែរទាំងស្រុងដោយសារអីដោយសារវាដឹងថាវាសម្លាប់ខ្មែរងាប់អស់ហើយអានឹងហើយដែលសបញ្ជាក់ឲ្យឃើញថាដែលយួនហែកដីនោះហើយហែកបន្តទៀតហែកបន្តយ៉ាងម៉េចទៀតឥឡូវយើងមើលទៅព្រំដែនយើងវាញុះញង់ខាងលិចឲ្យយើងភ្លេចខាងកើតដើម្បីវាកំហុកព្រំដែនចាប់យកទឹកដីខ្មែរយើងជំរុញព្រំដែនយើងយករាប់សិបគីឡូមិនទន្ទឹមមកពេលហ្នឹងវាឲ្យហ៊ុនសែនសិទ្ធិសញ្ញានៅសិទ្ធិសញ្ញាបកគលកោះត្រល់ទៅឲ្យវាហើយទន្ទឹមមកពេលថ្មីយើងទៀតបកគលតាពីកោះសេះកោះតូចតែនៅជិតកោះត្រល់ទាំងអស់អាហ្នឹងវាឲ្យហ៊ុនសែននឹងសញ្ញាឲ្យវាហើយបន្ទាប់មកហ្នឹងរហូតទៅដល់ភ្នំបូកគោយួនបានដណ្ដើមយកទៀតហើយឥឡូវយើងមើលឃើញយួនហែកយកដីខ្មែរទាំងអស់តែយើងអត់ដល់គ្នាចាប់អារម្មណ៍រហូតទៅដល់ព្រៃហ៊ុនសែនអួតខ្លួនឯងអំណាចខ្លួនឯងថាបើសិនជាអ្នកណាហ៊ានកាត់ព្រៃហ៊ុនសែនហ៊ានកាត់កឥឡូវយួនកាត់ព្រៃអស់ក៏ហ៊ុនសែននៅដែរពីព្រោះនេះជាចវាយទេដែលមិនគេហ៊ានតបបើសិនជាអ្នកណាប្រជាពលរដ្ឋហ៊ានកាត់ព្រៃអានឹងគ្រោះថ្នាក់ធ្ងន់ធ្ងរតែបើយួនកាត់ព្រៃហ៊ុនសែនអត់ហ៊ានលូកទេអានឹងហើយវាជាចំណុចដែលកំសោយរបស់ខ្មែរយើងនៅតែទទួលស្គាល់ថាជាមនុស្សដែលអស្ចារ្យអានឹងហើយដែលក្រុមពួកកពើហ្នឹងគេបំរើគ្នាគេដើម្បីអីដើម្បីបំរើយួនសម្រាប់ខ្មែរអានឹងហើយដែលយើងអាចបានចាប់អារម្មណ៍បន្តទៀតហើយយើងមើលទៅគេបង្ហូរនិគមយួនចូលមកយួនមាន24ខេត្តក្រុងបង្កើតសមាគមខ្មែរយើងមានតែមួយសមាគមមានតែមួយទេធ្វើទុករូបគួននេះគ្រប់បំណែកតែបើយួន24ខេត្តក្រុងគេបង្កើតឲ្យហើយគេការពារថែមទៀតគេរក្សាឲ្យបានថែមទៀតបង្កើតបកពួកដើម្បីបង្កបញ្ហានៅក្នុងសង្គមអានឹងហើយដែលយើងមើលឃើញវិធីសាស្ត្រយួនហើយយើងអត់មានមើលឃើញយួនទេយើងមើលឃើញតែមុខតាហ៊ុនសែនចឹងហើយបាទខ្ញុំបានបញ្ជាក់ប្រាប់តែមុខខ្មែរគួរយួនបំរើយួនសម្រាប់ខ្មែរហើយបងប្អូនមើលឃើញថាពីមួយជុងថាហេតុអីធ្វើឲ្យទុកសោកវេទនាក៏ដោយសារយួនទាំងអស់នេះជាយួនដែលរៀបចំពីលើចូលមកតែយើងអត់បាននាំគ្នាចាប់អារម្មណ៍ហើយបញ្ជាគឺចេញមកពីយួនទេយើងអត់បាននាំគ្នាចាប់អារម្មណ៍ពីបញ្ហាទាំងអស់ហ្នឹងយើងនិយាយថារឿងបញ្ហាដែលធ្វើឲ្យសង្គមជាតិយើងពុលដោយសារអីពួកយួនមិនបង្កើតឲ្យខ្មែរមានច្បាប់ហើយមិនបង្កើតឲ្យខ្មែរយើងហ្នឹងមានធនធានในការរស់នៅដ៏ស្រួលវាសុខចិត្តណាស់វាបង្កើតពីច្បាប់មួយគេហៅថាអក
ុំឲ្យខ្មែរយើងមានច្បាប់បង្កើតនូវភាពច្បាប់ពុកអលួយច្បុកច្បល់ញ៉ៃញ៉ៃឲ្យក្នុងក្រសួងរដ្ឋការរដ្ឋការហ្នឹងអត់ឲ្យមានលុយគ្រប់គ្រាន់ដល់ហើយមនុស្សតែងតែហែកហួរគ្នាស៊ីឯងដើម្បីគឺជាជីវភាពដល់ហើយអាលុយវាបង្កើតនៅអំពើពុកអលួយតែវាយកលុយក្នុងមួយឆ្នាំ$1500 លានទៅដាក់នៅទៅប្រទេសវាទៅហើយវាយកជាចំណុចដែលសំខាន់កន្លែងខ្លឹមគឺយួនយកទាំងអស់ដូចជាអង្គរវត្តដីសម្បទានយើងនិយាយពីធនាគារយើងនិយាយពីរឿងអាកាសចរយើងនិយាយពីរឿងចរាចរណ៍អីទាំងអស់ដែលនៅក្នុងស្រុកខ្មែររហូតទៅផ្នែកខាងអន្តរបណ្ដាញអានឹងយួនយកទាំងអស់យួនគ្រប់គ្រងទាំងអស់មកហើយខ្មែរយើងអត់នៅគ្នាចាប់អារម្មណ៍ទេតែក្រុមហ៊ុនផ្សេងនេះក្រុមពួកពុកលួយតាមពិតមិនមែនទេនេះជាក្រុមយួនហើយជាពិសេសអាមេធំជាងគេនឹងដែលអ្នកគ្រប់គ្រងសេដ្ឋកិច្ចខ្លាំងជាងគេហៅថាអាសុកគង់នឹងអ្នកប្រមូលសុយសាអកទៅឲ្យយួនហើយសង្គមខ្មែរយើងគេមិនបង្កើតឲ្យខ្មែរយើងមានបានទេបើសិនជាខ្មែរយើងមានបានសុខស្រួលយួនដាច់ពោះពួកខ្មែរយើងសុខសប្បាយរឿងអីយើងទៅទិញអាវ៉ាន់ពីស្រុកយួនអ្វីដែលយើងទិញអាវ៉ាន់ពីប្រទេសក្រៅអានឹងឲ្យយួនទៅក្រាក់ខ្សោយទៅសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ចំណុចហ្នឹងហើយបានយួនរដ្ឋបတ်ផ្នែកខាងសេដ្ឋកិច្ចហ្នឹងមិនឲ្យខ្មែរយើងបង្កើតនៅឧស្សាហកម្មមិនឲ្យខ្មែរយើងបង្កើតបាននៅសេដ្ឋកិច្ចទុកឲ្យតែនាំចូលតាពីប្រទេសយួនដើម្បីមកលក់ផលិតផលនៅស្រុកខ្មែរនេះជាវិធីដែលយើងនៅគ្នាចាប់អារម្មណ៍ហើយបើយើងមិននៅគ្នាចាប់អារម្មណ៍ទេអានឹងហើយជាភាពបរាជ័យហើយជាភាពកំសោយរបស់ជាតិយើងគឺតែយើងមើលតែគ្នាឯងវាយតែគ្នាឯងតែយើងមិនបានមើលវាយយួននៅក្រៅព្រោះយួននេះល្បិចកកពោះណាស់អ្នកធម្មតាមើលមិនបានមើលមិនយល់ទេហើយនៅពេលថ្មីទៀតសោតវិធីដែលគេចង់មកគ្រប់គ្រងទៅលើបាតកម្មតែគេគ្រប់គ្រងទៅលើបាតកម្មយ៉ាងម៉េចឥឡូវហ្នឹងគេដកទៅហ៊ានខ្មែរឲ្យទៅរៀននៅស្រុកយួនគេដកទៅហ៊ានយួនចូលមកក្នុងស្រុកខ្មែរនេះជាវិធីនៅក្នុងការគ្រប់គ្រងហើយរយៈពេលថ្មីទៀតគេទៅបញ្ជូនហ៊ុនសែនឲ្យទៅទំនាក់ទំនងជាមួយចិនសហការជាមួយចិនដើម្បីអីយកចិនមកទប់មួយអាមេរិកគេយកចិនមកទប់មួយអាមេរិកខ្លាចអាមេរិកលូកដៃពីរឿងការបោះឆ្នោតដូចជាចំណុចហ្នឹងមកខ្លាចអាមេរិកមកលូកដៃនៅបាតកម្មแล้วហើយគេឲ្យចិននឹងចេញមុខពីរឿងការទទួលស្គាល់រវាងការបោះឆ្នោតដែលចិនចេញមុខមកទទួលស្គាល់អានឹងហើយវាជាវិបត្តិហើយចុងបញ្ចប់ទិញកៅអៅទៅហ៊ានទិញកំភ្លើងឲ្យហ៊ុនសែនទៅទិញកំភ្លើងទៅទិញកៅអៅអីទាំងអស់ចុងបញ្ចប់ខ្មែរយើងជំពាក់បំណុលចិនកាន់តែខ្លាំងអ្នកណាអ្នកសងគឺប្រជាពលរដ្ឋខ្មែរយើងអ្នកសងនេះហើយដែលហៅថាមិនមែនចិនជាជំនួយទេចិនហ្នឹងគឺឲ្យអាយួនហ្នឹងឲ្យហ៊ុនសែនទៅសហការមួយចិនដើម្បីឲ្យយួនដកខ្លួនចេញដូចជាយួនអត់បានមើលឃើញថាយួនអត់មាននៅពីក្រោយទេតាមក៏ពិតថាយួនលូកដៃសម្ងាត់នៅពីក្រោយជាតិអារ៉ាប់នៅពីក្រោយហ៊ុនសែនជាតិអារ៉ាប់ចំណុចហ្នឹងហើយដែលខ្ញុំសូមអំពាវនាវឲ្យបងប្អូនផ្នែកខាងយោធាទាហានទាំងអស់សូមដាច់ខាតកុំឲ្យយើងទៅរៀននៅស្រុកយួនព្រោះប្រទេសយើងមានទឹកដីរៀនកន្លែងវឹកវើកន្លែងហាត់កន្លែងអីហើយជាពិសេសយើងអត់ត្រូវការធ្វើសង្គ្រាមជាមួយប្រទេសណាទេរឿងអីដែលយើងត្រូវការទៅហាត់ទៅហ៊ានទៅដល់ស្រុកយួននោះសម័យដែលយើងអាចទៅរៀនទៅដល់ស្រុកយួនដូចសម័យពីដើមយើងធ្វើសង្គ្រាមនៅស្រុកខ្មែរអត់មានកន្លែងហាត់អត់មានកន្លែងអីបានគេដកទ័ពទៅហាត់នៅស្រុកគេតែសម័យឥឡូវយើងមានសង្គ្រាមនៅកន្លែងណាដូច្នេះសូមឲ្យបងប្អូនផ្នែកការទាហានហ្នឹងសូមឲ្យចាប់អារម្មណ៍ពីបញ្ហាជាតិជួយជាតិយើងផងយើងការពារគឺការពារបូរណភាពទឹកដីមិនមែនយើងការពារឲ្យយួនទេមិនមែនឲ្យយួនមកយកទឹកដីខ្មែរយើងទេអ្វីដែលយើងការពារកុំឲ្យយួនមកយកទឹកដីខ្មែរដូចយើងឲ្យបងប្អូនយើងទាំងអស់នាំគ្នាស្រស់ឡើងនឹងហើយដែលគេទិញកៅអៅទៅហ៊ានពីស្រុកចិនបានជាង30000កំភ្លេហ្នឹងអាចជាបញ្ហាហ្នឹងហើយដែលគេបើបង្ហូរពួកទ័ពយួនចូលមកស្រុកខ្មែរដកទ័ពខ្មែរចេញទៅពីព្រោះខាងហ៊ុនសែនគេអត់ទុកចិត្តកងទ័ពខ្មែរយើងទេដូច្នេះបងប្អូនជាកងទ័ពផ្នែកខាងកងទ័ពនាំគ្នាចាប់អារម្មណ៍ឡើងរំមេបញ្ជាការឡើងទៅនាំគ្នាចាប់អារម្មណ៍ពីខ្លួនឯងថ្ងៃហ្នឹងក៏ថ្ងៃហ្នឹងគេមិនទុកចិត្តផងចុះទាំងរំថ្ងៃក្រោយហេតុអីគេទុកចិត្តយើងទៀតនឹងគេសម្លាប់ចោលទាំងអស់គេទុកទ័ពគ្នាគេទីបើបងប្អូនមិនចាប់អារម្មណ៍ពេលហ្នឹងវិនិស្សកម្មថ្ងៃក្រោយគឺធ្ងន់ធ្ងរណាស់នេះជាបញ្ហាដែលបងប្អូនផ្នែកខាងយោធាផ្នែកខាងទាហានហ្នឹងដែលខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនយល់ពីបញ្ហាដែលវិធីសាស្ត្រយួនយកដីខ្មែរយើងគ្មានដែលយើងបានចាប់អារម្មណ៍ហើយរហូតទទួលអ្នកដែលវិភាគនយោបាយអ្នកដែលនិយាយសិតថាមានអ្នកបរទេសណាជិតខាងមកឈ្លានពានហេតុអីបានយើងមិនព្រមនិយាយត្រង់ថាយួនមកយកយួនមកឈ្លានពានទឹកដីខ្មែរទៅចាំបាច់ថាមានអ្នកបរទេសណាមកជិតជ្រែកនោះតាមពិតអត់មានបរទេសណាមកជិតជ្រែកទេមានតែយួនទេមកឈ្លានពានទឹកដីខ្មែរហើយប្រើវិធីដោយសម្ងាត់យួននេះល្បិចកលជ្រៅណាស់មានអ្នកណាមួយមើលឃើញអបាយកលវាទេបើខ្ញុំមិនបានហែកឲ្យឃើញទេបងប្អូនក៏មិនងាយនឹងឃើញដែរវិធីសាស្ត្រវាជ្រៅណាស់ពីបញ្ហាយកទឹកដីខ្មែរអានឹងខ្ញុំចង់និយាយពីបញ្ហាយួនហែកដីហើយលើយើងនិយាយចិនហែករ៉ែយ៉ាងម៉េចចិនអ្វីដែលវាគ្រប់គ្រងហ៊ុនសែនបងប្អូនមួយចំនួនសួរថាហេតុអីបានយើងចូលចិត្តតែទំនាក់ទំនងតែជាមួយចិនហើយចិនតែមិនងាយនឹងចោលខ្មែរទី1វាមិនអាចចោលហ្នឹងគឺស៊ីអនុឥឡូវវាចោលកាត់ពីស៊ីអនុវាដល់កូនស៊ីអនុទៀតហើយ
ដល់សីហមុនីទៀតហើយមានរឿងអីប៉បរត់ទៅស្រុកចិនអត់ខុសពីឪទេហ្នឹងយើងនិយាយពីរបៀបចិនមកទំនាក់ទំនងជាមួយហ៊ុនសែនហេតុអីបានគេរក្សាហ៊ុនសែនព្រោះហ៊ុនសែនណាប្រកាន់ខ្ជាប់នៅរបបកុម្មុយនីសគេចូលចិត្តណារបបកុម្មុយនីសចិនក៏តាក់ទងតែពួកជាមួយពួកក្រុមណាដែលកាន់ក្តាប់នៅគេហៅថានៅរបបកុម្មុយនីសនឹងជាគេចង់គ្រប់គ្រងអ្នកដែលក៏កាន់នៅរបបកុម្មុយនីសដូចអ្នកដែលចូលចិត្តសាសនាចឹងអ្នកណាចូលចិត្តសាសនាគ្រឹះគេតែងតែចូលទៅណែនាំគេចូលអប់រំគេចូលទៅជួយដូចអ្នកខាងចំណុចហ្នឹងហើយគោលដៅពួកកុម្មុយនីសគេដើរដូចគ្នាចឹងអានេះជាបញ្ហាដែលយើងចង់បញ្ជាក់ពីរឿងដែលហៅថាគេរក្សានៅលទ្ធិកុម្មុយនីសចិនហើយបន្តមកទៀតចិនហ្នឹងបានអីខ្លះពីស្រុកខ្មែរយើងទី1ទំនាក់ទំនងជាមួយស៊ីអនុគឺមិត្តភ័ក្តិជិតដិតតាំងពីអតីតកាលមក